ព្រមដោះលែងខ្លួនឯងឲ្យចេញពីអតីតកាលទោះវាល្អក្តីមិនល្អក្តីតោងយកខ្លួនឯងមកមើលគោលដៅនៃពេលអនាគតហើយចាប់ផ្ដើមធ្វើវាក្នុងពេលនេះឲ្យល្អអំណាចប្រាក់ធ្លាក់ទៅនៅជាមួយបុគ្គលអាក្រក់កាលណាកាលនោះវានឹងទម្លាយអ្វីៗគ្រប់បែបយ៉ាងបន្ទាប់មកវានឹងទម្លាយបុគ្គលអាក្រក់នោះឯងខ្លួនយើងមិនប្រាថ្នារបស់ណាចូលកុំធ្វើរបស់នោះជាមួយនឹងអ្នកដទៃចូលមានខ្លួនឯងជាឧបមាចិត្តជាធំចិត្តជាប្រធានបើចិត្តអាក្រក់ហើយការនិយាយការធ្វើក៏រមែងអាក្រក់ទៅផងដែរគប្បីឈ្នះមនុស្សនិយាយលេះលោះដោយនិយាយពាក្យពិតឈ្នះមនុស្សអាក្រក់ដោយសេចក្តីល្អបណ្ឌិតតែម្នាក់សរសើរល្អជាងបុគ្គលពីររាប់ពាន់អ្នកសរសើរជីវិតដែលមិនមានប្រយោជន៍គឺស្លាប់មុនដល់ពេលស្លាប់អ្នកប្រាជ្ញបានដាស់តឿនថាសូមឲ្យអ្នករស់នៅរហូតនៅក្នុងជីវិតរបស់អ្នកសូមកុំឲ្យអ្នកស្លាប់មុនដល់ថ្ងៃស្លាប់អំណាចប្រាក់ធ្លាក់ទៅនៅជាមួយបុគ្គលអាក្រក់កាលណាកាលនោះវានឹងទម្លាយអ្វីៗគ្រប់បែបយ៉ាងបន្ទាប់មកវានឹងទម្លាយបុគ្គលអាក្រក់នោះឯងឧបនិស្ស័យដែលមិនល្អដែលបុគ្គលបានសាបព្រោះបណ្ដុះឡើងពីខាងក្នុងគឺជាសត្រូវដល់កាយសាហាវនៅចាំទម្លាយសេចក្តីចម្រើនរបស់មនុស្សជានិច្ចដូចមេរោគដែលចូលទៅក្នុងខ្លួនមានតែទម្លាយសុខភាពឲ្យវានេះដូច្នោះឯងជីវិតមានខ្លឹមសារដូចចំការដាំក្រូចជីវិតឥតប្រយោជន៍ដូចវាលដុះបន្លាជីវិតជារបស់កណ្ដាលមានប្រយោជន៍ក៏មានឥតប្រយោជន៍ក៏មានបើហ្វឹកហាត់អប់រំរក្សាបានល្អគឺមានប្រយោជន៍តែបើខ្វះការហ្វឹកហាត់អប់រំនិងរក្សាមិនបានល្អទេគឺពិតជាឥតប្រយោជន៍ជីវិតមានខ្លឹមសារដូចចំការដាំក្រូចជីវិតឥតប្រយោជន៍ដូចវាលដុះបន្លាពេលប្រយុទ្ធត្រូវការមនុស្សខ្លាំងក្លាពេលជួបបញ្ហាត្រូវការបណ្ឌិតពេលដែលមានទុក្ខត្រូវការធម៌ពិតបានឃើញចិត្តមិត្តនៅពេលអន្តរាយដើរផ្លូវម្នាក់ឯងល្អជាងរួមដំណើរជាមួយមនុស្សអាក្រក់ព្រោះភាពជាមិត្តរមែងមិនមាននៅក្នុងបុគ្គលពីរឡើយមនុស្សយើងកើតមករមែងប្រាថ្នាក្នុងរបស់ផ្សេងដូចជាទ្រព្យសម្បត្តិមាសប្រាក់កែវកងជាដើមក្នុងបណ្ដាលបំណងប្រាថ្នាទាំងអស់នោះសេចក្តីសុខជាកំពូលនៃសេចក្តីប្រាថ្នាទាំងពួងដើរផ្លូវម្នាក់ឯងល្អជាងរួមដំណើរជាមួយមនុស្សអាក្រក់ព្រោះភាពជាមិត្តរមែងមិនមាននៅក្នុងបុគ្គលពីរឡើយ